Happy Valentine's Day Valentine តាកេតេមាននឹងសម្រាប់រឿងដដែលដែលថ្ងៃនេះគឺជាការយករឿងចាស់ដែលធ្លាប់សម្រាប់ឲ្យមកសម្រាប់ថ្មីនោះគឺរឿង Perfect Propose តែប៉ុន្តែរឿងនេះធ្លាប់សម្រាប់ម្ដងហើយតែជាប់ copyright ឲ្យមានកលុបចោលដោយសារតែឃើញមាន fan សំណុំពរចង់ឲ្យមានសម្រាប់រឿងនេះឡើងវិញក៏សម្រាប់មើលតែម្ដងណាចាត់ទុកថាជាកាដូថ្ងៃ Valentine ទៅចោះដោយសាររឿងទ្រុឌគឺយ៉ាងពីបុគ្គលិក office ម្នាក់ដែលឈ្មោះថា Wataru Hirokuni សុំហៅកាត់ថា Hiro ណាដែលប្រឹងធ្វើការរហូតដល់ទ្រង់ខ្លួនហើយក៏ដួលស្លាប់នៅលើផ្លូវក្រោយមកក៏ទទួលបានជំនួយពីខៃអ្នកដែលធ្លាប់បានស្គាល់គ្នាកាលពីតូចតែពួកគេក៏ខំជួបគ្នាដល់ទៅ12ឆ្នាំមកម្ល៉េះដោយសារតែខៃគ្មានកន្លែងទៅ Hero ក៏សម្រេចចិត្តឲ្យមនុស្សជាមួយដោះដូរនឹងការធ្វើម្ហូបឲ្យគាត់ញ៉ាំចំណែកខៃវិញក៏នៅតែចាំពាក្យសន្យារវាងពួកគេកាលពីតូចដែលថានឹងរៀបការជាមួយគ្នាហើយពេលបានមកជួបគ្នាម្ដងទៀតក៏មានឱកាសបានទាមទារពាក្យសន្យានេះវិញណាចង់ដឹងថារឿងរ៉ាវបន្តទៅទៀតនឹងទៅជាយ៉ាងណាមកតាមដានរឿងពេញទាំងអស់គ្នារឿងបានចាប់ផ្ដើមឡើងនៅយប់មួយនាថ្ងៃដ៏សានហត់នឿយរបស់ Hero ដោយសារតែខំប្រឹងធ្វើការផ្លិចបាយផ្លិចទឹកធ្វើរហូតដល់យប់ព្រលប់មិនបានសម្រាកបណ្ដាលឲ្យពេលត្រឡប់មកវិញក៏ដួលសន្លប់នៅលើផ្លូវពេលដឹងខ្លួនវិញក៏ឃើញថាជុំវិញខ្លួននឹងងងឹតនៅឡើយក៏រៀងធូរទ្រូងដែលមិនទាន់ឆ្លងដល់ថ្ងៃស្អែកទេព្រោះក៏គិតក្នុងចិត្តថាបើសិនជាត្រឡប់ទៅផ្ទះវិញងូតទឹកហាញ៉ាំអីហើយតើនឹងដេកបានប្រហែលម៉ោងទៅណោះអត់ចាំដល់ថ្ងៃស្អែកសោះគិតចុះគិតឡើងក៏នឹកឃើញថាថ្ងៃស្អែកនេះជាថ្ងៃអាទិត្យតាតែក៏ត្រូវតែធ្វើការដដែលខណៈនោះក៏មានកំឡោះសង្ហាម្នាក់អិតមកសួរថាស្លាប់ហើយនៅ Hero ក៏រហ័សស្ទុះងើបឡើងវិញឬក៏សុំតដែលមកដេកនៅលើផ្លូវអញ្ចឹងហើយបំរុងនឹងដើរចេញណាតែកំឡុះសង្ហាម្នាក់នោះក៏បាននិយាយឡើងចិត្តអាក្រក់ដល់ហើយតែតែពួកគេធ្លាប់បានសន្យាថានឹងរៀបការជាមួយគ្នាសោះចាំគេអត់បានទេអូគេគឺជាខៃពេលនោះ Hero ក៏បាននឹកទៅដល់ខៃកាលពីតូចក៏សឹងតែមិនចង់ជឿថាជាមនុស្សតែមួយហើយចុងក្រោយ Hero ក៏បាននាំគេមកដល់ផ្ទះដែរនឹងនិយាយថាពួកគេបែកគ្នាជាង10ឆ្នាំមកនេះខៃពិតជាមានមាឌធំជាងមុនឆ្ងាយណាស់មើលសឹងតែមិនស្គាល់គេក៏បបមកវិញថា Hero នៅតែដដែលឃើញតែមួយកលេសក៏ស្គាល់បាត់ហើយតែមានអារម្មណ៍ថា Hero ដូចជាស្គមជាងមុនបន្តិចនិយាយហើយក៏ចុះមកចាប់tayមុខគ្នាទៀត Hero ក៏រហ័សដាក់មុខចេញឬក៏សួរថានិយាយអញ្ចឹងខៃមកទីនេះធ្វើអីមែនគេក៏ប្រាប់ថាបានសុំអាសយដ្ឋានពីម៉ាក់របស់ Hero និងសុំមនុស្សជាមួយមករយៈសិនបានអត់ព្រោះគេគ្មានកន្លែងនៅបាបតន់ហន់អញ្ចឹងហើយក៏មិនដឹងថាទៅណាទេគាត់ក៏សួរថាចុះផ្ទះរបស់ប៉ាម៉ាអូគេក៏ឆ្លាតថាគ្មានទៀតទេតែ Hero ក៏មិនទាន់បានត្រៀមខ្លួនអីដែរក៏គិតថាមកបាបបញ្ញាពេកអញ្ចឹងក៏ដូចជាមិនកើតទេគេក៏នៅធ្វើហើយណាវាមិនទៅកើតអីទេយ៉ាងណាពួកយើងក៏ដូចជាគូតដឹងនឹងគ្នាហើយតាគាត់លឺអញ្ចឹងក៏បកាយមកភ្លាមគូតដឹងស្អីពេលនោះពួកយើងគ្រាន់តែនិយាយគ្នាលេងបាបកូនក្មេងសងម្យ៉ាងទៀតណាពួកយើងក៏ជាមនុស្សប្រុសទាំងពីរនាក់ទៀតហើយខៃក៏ប្រាប់ការពិតថាគេគឺជាគេ Hero ឡើងស្ងាត់មាត់ឆឹងតែម្ដងក្រោយមកក៏ថាបាបនឹងក៏តែមិនអាចនៅជាមួយគ្នាបានតែខៃក៏នៅហៃអាបង្ងើយគេមិនទៅចាប់ Hero ស៊ីទេនៅជាមួយគ្នាបាបសន្សឹមទៅគឺនិយាយដូចគូប្តីប្រពន្ធមែនតើអញ្ចឹងណាគាត់ក៏នៅតែមិនព្រមចង់រត់ទៅតវ៉ាឲ្យដឹងរឿងតែពេលខៃដើរមកឃើញសភាពផ្ទះបាយក៏លឹងកាំងតែម្ដងចុះឡើងក៏ឲ្យគេនៅជាមួយសិនចុះតែអត់ទាន់ព្រមមែនតើណាខៃក៏សួរក្រៃឡើងធំមិនក៏ឲ្យគេនៅខាងក្រៅអញ្ចឹងឬមួយក៏មានសង្សារមែនទៅកន្លែងឲ្យសង្សារអីអញ្ចឹងណាតែ Hero ក៏និយាយយ៉ាងស្ងប់ស្ងាត់មកវិញថាការពីទិញក្រេតដំបងធ្លាប់មានតែឥឡូវនេះគ្មានសង្សារអីនឹងគេទេបានលឺបែបហ្នឹងក៏អស់សំណើចនិយាយបង្អាប់មកវិញទៀតថាគួរអាណិតចង់ឲ្យគេនៅលើក្រេជាមួយអត់តែ Hero មិនព្រមស្អែកត្រូវចេញទៅធ្វើការទាំងបលឹមផងក៏មករំខានឲ្យសោះគេក៏មិនចង់រំខានដែរព្រោះគេក៏ហត់ដូចតែគ្នាបន្ទាប់មកគេក៏អរគុណដែលព្រមជួយក្នុងយប់នោះដែរខៃក៏បានឃើញថា Hero ដេករសាត់រសល់នៅលើក្រេព្រោះតែមិនស្រួលខ្លួនពិបាកកេងខ្លាំងមែនតើលុះព្រឹកឡើង Hero ក៏មានទឹកមុខស្លេកស្លាំងកម្លាំងលហិតលហើយព្រោះគេអត់លក់ខៃក៏តាមសង្កេតមើលយ៉ាងព្រួយបារម្ភទៅណាតែអត់តនិយាយអីទេមកដល់កន្លែងធ្វើការមើលនោះក៏ដាក់សម្ពាធការងារឲ្យទៀតថ្ងៃអាទិត្យទៅណាក៏នៅធ្វើការដាច់យកប្រហែលបាយទឹកទៀតទៅត្រឡប់មកផ្ទះវិញដល់កាត់ភោជនីយដ្ឋានមួយកន្លែងក៏ចង់ចូលទៅញ៉ាំដែរតែក៏គិតថាវាខាតពេលអញ្ចឹងហើយក៏ចូលទិញតែអាហារបំពងនិងអាហារបើកម្លាំងនៅក្នុងម៉ាត់មកញ៉ាំបានហើយមកដល់ផ្ទះវិញខៃក៏សួរភ្លាមត្រឡប់មកផ្ទះវិញយកប្រឡប់អញ្ចឹងរាល់ថ្ងៃមែនក្រុមហ៊ុនរបស់ Hero ដូចជាស៊ីកម្លាំងបុគ្គលិកពេកយាយពេលហ្នឹងគាត់ក៏ទៅតែនឹកឃើញមកវិញថាខៃបានមកនៅក្នុងផ្ទះដែរធ្វើការពេញមួយថ្ងៃក៏មមាំងណាចូលមកខាងក្នុងក៏ភ្ញាក់ផ្អើលពេលដែលបានឃើញម្ហូបនៅលើតុព្រោះខានបានញ៉ាំបាយក្រៅចេញពីធ្វើការអញ្ចឹងយូរហើយបើមិនញ៉ាំមីកំប៉ុងទេគឺញ៉ាំតែអាហារបើកម្លាំងនឹងឯងហើយក៏មិននឹកស្មានតែខៃនឹងក៏មានទេពកោសល្យធ្វើម្ហូបបានឆ្ងាញ់យ៉ាងនេះសោះបើឲ្យគាត់ធ្វើអញ្ចឹងដែរប្រហែលជាធ្វើមិនកើតទេគេក៏មិនចម្លែកចិត្តព្រោះក្នុងផ្ទះបាយអត់មានអីសោះហ្មងអញ្ចឹងហើយមកជាគេចេញទៅទិញគ្រឿងក្រៅមកធ្វើខ្លួនឯងហ្នឹងHero ដឹងអញ្ចឹងក៏សង្ស័យថាចេញទៅក្រៅយ៉ាងម៉េចទៅបើអត់មានសោចាក់ទ្វារផងហ្នឹងគេក៏ថាបើកទ្វារទុកចោលនឹងឯងព្រោះក្នុងបន្ទប់អត់មានអីត្រូវលួចទៅផងគាត់ក៏យល់ស្របណាបន្ទាប់មកក៏បានសួរនាំពីរឿងរបស់ខៃថាចាប់តាំងពីពួកគេបាច់គ្នាយ៉ាងម៉េចដែរព្រោះពេលនោះគេស្រាប់តែបដូរផ្ទះថ្មីជាហេតុធ្វើឲ្យពួកគេបាច់គ្នានឹងឯងគេបកស្រាយថាពេលនោះត្រូវបដូរផ្ទះថ្មីទៅតាមកន្លែងការងាររបស់ប៉ាតែមិនបានប្រមាណគេក៏ដេញគាត់ចេញគាត់ក៏ខ្លាចជាមនុស្សប្រមឹកដែលផឹកស៊ីលេងយកជាការអីហើយគាត់ក៏បាត់ខ្លួនទៅសូនឈឹងមិនដឹងតាណាទេពេលនោះគេក៏រៀនចប់ត្រឹមអនុវិទ្យាល័យគាត់បានទៅធ្វើការនៅភោជនីយដ្ឋានមួយកន្លែងរហូតដល់សប្តាហ៍ថ្ងៃនឹងឯងតែម្សិលមិញអ៊ំម្ចាស់ហាងគាត់ស្រាប់តែខ្យល់កោត្រូវចូលមន្ទីរពេទ្យហាងក៏ត្រូវបិទអញ្ចឹងបានជាគេគ្មានកន្លែងនៅហ្នឹងណា Hero ក៏សួរទៀតអញ្ចឹងអ៊ំម្ចាស់ហាងគាត់មិនហើយ
គេក៏ថាមិនដឹងដូចគ្នាគ្រាន់តែនាំគាត់ទៅមន្ទីរពេទ្យប៉ុណ្ណោះសោះប្រមាណក្រុមប្រុសរបស់គាត់ជាអ្នកចាត់ការទាំងអស់ហេរ៉ូក៏បានគិតគូរអ្វីម្យ៉ាងមួយសបកឬក៏បាននិយាយឡើងថាចាប់ពីពេលនេះតទៅខែជួយធ្វើអាហារពេលល្ងាចឲ្យញ៉ាំរាល់ថ្ងៃទៅអញ្ចឹងនឹងឲ្យនៅជាមួយរហូតដល់ម្ចាស់ហាងគាត់ចេញពីមន្ទីរពេទ្យវិញគេក៏ញញឹមសប្បាយចិត្តហេរ៉ូនៅតែចិត្តល្អអត់ផ្លាស់ប្ដូរសោះហើយក៏ដល់ពេលចូលគេងទៀតហេរ៉ូក៏នៅតែរសាប់រសោតដេញមិនលក់ទៀតហើយគេក៏សួរនាំណាព្រោះមិនសមមិញក៏អញ្ចឹងដែរហេរ៉ូក៏បកស្រាយថាខ្លួនគឺជាម្ដាយពិបាកគេងតាំងពីយូរមកហើយដល់ពេលបានមកធ្វើការអញ្ចឹងទៀតក៏ដូចជាខ្លាចអារឿងគេងនឹងតែម្ដងព្រោះមិនចង់ឲ្យដល់ថ្ងៃស្អែកទេខែថាទោះបីជាមិនគេងថ្ងៃស្អែកក៏នៅតែមកដល់ដដែលហ្នឹងភ្លាមនោះគេក៏បានឡើងមកអង្គុយនៅលើគ្រែហើយក៏ប្រាប់ថាចាំគេជួយឲ្យដែរណែបកចេញឲ្យប្រៀបធៀបអញ្ចឹងហ្មងទៅកាត់ន័យយកខ្លួនឯងទៅណាគាត់ឡើងហានៅសឹកមកនិយាយអញ្ចឹងគេក៏ឲ្យហេតុផលថាចង់ជួយដើម្បីរំសាយអារម្មណ៍ឲ្យគេងលក់ស្រួលអញ្ចឹងណាបើជាមនុស្សប្រុសធ្វើអញ្ចឹងនឹងតែគេងលក់ស្រួលហើយតែហេរ៉ូអន្តេនប្រកាសចង់ឲ្យគេធ្វើហើយស្មានតែឈ្នះប្រុសក្មេងបានហីប៉ះប្រុសក្មេងចាប់បកចេញបានសម្រេចក្រែមកក៏ដីឡើងស្ងៀមអត់តរៀបរៀងអារម្មណ៍ខ្លួនឯងត្រូវទេតែមិនក៏មិនទេចឹងពេលនោះខែក៏បានចូលមកចិត្តហើយក៏ថាណែណាញ៉ាំឲ្យបដាខ្លួនឯងធ្លាក់ក្នុងសភាពអញ្ចឹងអត់មើលថែខ្លួនអីសោះក្នុងយប់នោះហេរ៉ូក៏បានគេងលក់យូរជាងរាល់ដងណែបានផលរបស់គេដែរតាលុះព្រឹកឡើងពេលដឹងខ្លួនវែងមើលនាឡិកាក៏ឃើញថាហួសម៉ោងបាត់ទៅហើយហេរ៉ូក៏ស្រែកសួរគេបានបាត់នាឡិការរបស់គាត់មែនបានជាអត់លឺអញ្ចឹងហើយលើក៏ហួសម៉ោងបាត់បន្ទាប់មកក៏ស្ទុះស្ទាទៅលាងមុខតែងខ្លួនពេលនោះក៏សង្កេតខ្លួនឯងនៅក្នុងកញ្ចក់ដូចជាមានទឹកមុខស្រស់បោះជាងរាល់ដងខែក៏ដើរមកប្រាប់ថាពេលបានញ៉ាំរបស់ល្អបានគេងគ្រប់គ្រាន់គឺមានទឹកមុខស្រស់ស្រាយអញ្ចឹងហើយហេរ៉ូដែលមិនធ្លាប់អញ្ចឹងពីមុនមកក៏នៅឈរស្ងៀមសម្លឹងមកកាន់ខែដូចចង់អរគុណអញ្ចឹងណាដែលបានមកជួយផ្លាស់ប្ដូររបៀបរបបរស់នៅថ្មីពេលចេញទៅធ្វើការគេក៏សួរថាល្ងាចនេះចង់ញ៉ាំអីហេរ៉ូក៏ឆ្លើយភ្លាមថាចង់ញ៉ាំឆាខ្ញីសាច់ជ្រូកហើយក៏ដើរចេញទៅវឹងបាប់អៀនអូព្រោះពួកគេធ្វើខ្លួនបាប់ហ្នឹងមើលទៅប្តីប្រពន្ធនឹងគ្រាអញ្ចឹងតែមកសបកក្រោយមកហេរ៉ូក៏រត់មកវិញយកសារបន្ទប់មកឲ្យកាន់មួយដែរពេលចេញទៅទិញអីក៏មិនបាច់ចំហទ្វីចោលទៀតគេក៏ទទួលមកញញឹមតែប៉ុណ្្នឹងក៏ខ្លាចជាចំណែកមួយក្នុងជីវិតរបស់ហេរ៉ូបាត់ហើយពេលវេលាដែលខែបានមកនៅជាមួយក៏កន្លងផុតទៅ3សប្តាហ៍ឃើញតែគេធ្វើទូនាទីជាមេផ្ទះនៅមើលថែហេរ៉ូបានល្អពិតមែនដឹងថាគាត់ចូលចិត្តអីមិនចូលចិត្តអីគាត់ចិត្តត្រូវគ្រប់យ៉ាងតែម្ដងគាត់ក៏បានគិតទៅដល់កាលពីក្មេងដែលពេលនោះខែតាំងតែអង្គុយម្នាក់ឯងអត់មានអ្នកណាហ៊ានចូលទៅលេងជាមួយទេព្រោះគេចូលចិត្តធ្វើមុខមាំគួរឲ្យខ្លាចតែហេរ៉ូបាច់ជាគិតថាគេគួរឲ្យស្រឡាញ់ទៅវិញទៅចូលទៅនិយាយលេងជាមួយរហូតដល់ស្និទ្ធស្នាលនឹងគ្នាខែក៏បានមកដាក់ភ្ញាក់រៀបចំខ្លួនទៅធ្វើការព្រោះនាឡិការយតែក៏មិនភ្ញាក់គាត់ក៏ប្រញាប់ច្រានចេញថាកុំឲ្យមនុស្សចិត្តចឹងពេកបែកខែក៏ធ្វើហើយប៉ះក៏ស្ដីឲ្យមិនក៏មិនខ្ចីខ្វល់ហេរ៉ូក៏ថាការពីតូចឡើងគួរឲ្យស្រឡាញ់ដល់ពេលធំឡើងមិនដឹងណាស់ណីទេល្អលទាំទៀតក្រោយតែងខ្លួនហើយក៏មកអង្គុយញ៉ាំអាហារពេលព្រឹកដែលគេបានត្រៀមឲ្យគេក៏អង្គុយសម្លឹងមើលយ៉ាងមានក្តីសុខដែលហេរ៉ូអាចញ៉ាំបានធម្មតាព្រោះពីដំបូងហេរ៉ូញ៉ាំអត់កាត់ទេដោយសារតែអត់សូវបានញ៉ាំអីទៀងទាត់ដល់ពេលអញ្ចឹងទៅក៏ប្រះវាអត់សូវស្វំអញ្ចឹងណាថែមទាំងបានខ្ចប់អាហារទុកញ៉ាំនៅក្រុមហ៊ុនឲ្យទៀតមុននឹងខែចេញទៅធ្វើការងារ part time ហេរ៉ូក៏បានអរគុណដែលជួយត្រៀមឲ្យណាពេលមកដល់ក្រុមហ៊ុនមិត្តភ័ក្តិរួមការងារក៏សួរអ្នកដែលបានមកនៅជាមួយនឹងជាអ្នកធ្វើឲ្យមែនមើលតែគេប្រហែលជាមើលថៃហេរ៉ូល្អខ្លាំងណាស់មួយរយៈនេះក៏មានទឹកមុខដែលស្រស់បោះជាងមុនទៀតគាត់ក៏តែងបកស្រាយថាខែគ្រាន់តែជួយមើលថៃរឿងហូបចុកអីនឹងឯងក៏ព្រោះតែចង់សងគុណដែលឲ្យមកនៅជាមួយប៉ុណ្ណោះបុគ្គលិកស្រីនៅអង្គុយមកខាងទៀតនោះក៏និយាយបាប់អៀនមានក្តីសុខខ្លាំងចាញ់អាការៈ fan BL ច្បាស់កន្លាច់តែម្ដងចំណែកខែវិញក្រោយចេញពីធ្វើការគេក៏បានឈៀងទិញផ្កាដើម្បីទៅសួរសុខទុក្ខអ៊ំម្ចាស់ហាងដល់មន្ទីរពេទ្យតែក៏បានឃើញកូនប្រុសរបស់គាត់នៅនឹងដែរក៏សម្រេចចិត្តថាត្រឡប់ទៅវិញភ្លាមនោះកូនប្រុសរបស់គាត់ក៏ចេញមកឃើញគេតាន់ក៏ហៅឲ្យជប់សិននឹងប្រាប់ថាខែមកបាយមកមើលគាត់ទៀតទេព្រោះគាត់ព្រមទទួលការព្យាបាលជំងឺហើយអញ្ចឹងក៏មិនចង់ឲ្យមករំខានគាត់ពេកណាឃ្លាលូចឹងក៏ធ្វើមុខសើចបដ យដើរកាន់បាច់ផ្កាត្រឡប់ទៅវិញយ៉ាងកំសត់ព្រោះចាត់ទុកគាត់ជាអ្នកមានគុណខ្លាំងណាស់កាន់មកដល់ពេលយប់ហេរ៉ូនិងក្រុមការងារក៏នាំគ្នាត្រឡប់ទៅផ្ទះគ្រប់គ្នាក៏បង្ហាញអាការៈថានឿយហត់ខ្លាំងមែនទែនពេលនោះក៏មានមិត្តរួមការងារម្នាក់មកនិយាយជាមួយហេរ៉ូបើសិនគេជាហេរ៉ូធ្វើការហត់អញ្ចឹងហាត្រឡប់ទៅផ្ទះវិញហើយបានជួបអ្នកដទៃនៅក្នុងផ្ទះអញ្ចឹងគេមិនសប្បាយចិត្តទេទោះបីជាមនុស្សប្រុសដូចគ្នាក៏ដោយមកនិយាយចាក់រុកគាត់ក៏ចាប់ផ្ដើមគិតតាមហើយតាំងពីខែមកនៅជាមួយឡើងជិត1ខែនេះណាក៏មិនដែលមានអារម្មណ៍អញ្ចឹងសោះសម្ព័ន្ធភាពរវាងពួកគេក៏អាចនិយាយបានថាជាសម្ព័ន្ធភាពដែលនៅជាមួយគ្នាហើយក៏ធ្វើឲ្យសប្បាយចិត្តក៏ថាបានទោះបីជាខែអាងដដែលថាពួកគេគឺជាគូដណ្ដឹងនឹងគ្នាតែនេះគ្រាន់តែជាការសម្អាងដើម្បីបានមកនៅទីនេះប៉ុណ្ណោះប្រហែលជាមិនបានប្រកាសបជាអីទេតែបើគិតទៅពេលបានមកនៅជាមួយគ្នាអញ្ចឹងក៏ល្អម្យ៉ាងដែរ Yes គិតបានល្អដែលមិនទៅចាប់មកដល់តាមការចាក់រុករបស់ប៉ែហ្នឹងណាពេលមកដល់បន្ទប់ខែក៏ថាថ្ងៃនេះគេធ្វើអីឲ្យញ៉ាំបែបងាយៗទៅចោព្រោះគេបានមកដល់ផ្ទះយឺតែមិនបានត្រៀមអីច្រើនគាត់ក៏សួរទៀតទៅមកពីណាមែនគេក៏ប្រាប់ទៅមកពីមើលអ៊ំម្ចាស់ហាងនៅមន្ទីរពេទ្យហេរ៉ូក៏សួរពីអាការៈរបស់គាត់ថាមិនហាអញ្ចឹងណាគាត់ឈឺអីខ្លះអញ្ចឹងទៅគេក៏ថាមិនដឹងដូចគ្នាព្រោះគាត់មិនព្រមប្រាប់ឲ្យធ្វើមិនបើគេជាអ្នកក្រៅអាចទៅចេះដឹងរឿងរបស់គាត់មិនបានរបៀបចាអាការៈតូចចិត្តដែរហេរ៉ូក៏សង្ស័យដែលខែនិយាយដល់ទឹកមុខស្ងួតស្ងាត់អញ្ចឹងតែក៏មិនបានសួរដេញដោលអ្វីបន្ថែមទេហើយអាហារថ្ងៃនេះគឺជាមីឆាហេរ៉ូក៏ចាំបានថាការពីមុនខែចូលចិត្តញ៉ាំវាខ្លាំងណាស់តែពេលបានញ៉ាំមីឆាអញ្ចឹងធ្វើឲ្យនឹកដល់ថ្ងៃបុណ្យអញ្ចឹងណាគេថាដែរដឹងសោះព្រោះមិនដែលបានទៅលេងថ្ងៃបុណ្យអីពីមុនមក
ទេគាត់លុញចង់លងភ្ញាក់អត់ដែលទៅលេងសម្បិតតែម្ដងហ៎គេថាមែនហើយខណៈនោះហ៊ីរ៉ូក៏បានបបួលឲ្យទៅលេងបនផ្កាយនៅវត្តជាមួយគ្នានៅថ្ងៃស្អែកនេះតែខែក៏សួរចុះរឿងការងារគាត់មិនទៅព្រោះដឹងតែមកអត់តាន់ហើយដោយសារតែចាញ់ពីធ្វើការយប់រហូតហ្នឹងគាត់ក៏ថានឹងប្រញាប់ធ្វើការឲ្យឆាប់រួចនឹងបានឆាប់មកវិញណាគេក៏បោកមកភ្លាមមិនបាច់ធ្វើដល់ថ្នាក់នឹងក៏បានដែរព្រោះមិនសូវចង់ទៅប្រមាណផងតែហ៊ីរ៉ូក៏នៅតែអះអាងដដែលអញ្ចឹងថានឹងនាំទៅឲ្យបានតែគេក៏មិនចាប់អារម្មណ៍ហើយក៏ទៅងូតទឹកទៅពេលដែលហ៊ីរ៉ូយកចានទៅតុក៏ចែកដនបានឃើញបាច់ផ្កានៅក្នុងកែកខាងក្រោមក៏សង្ស័យតែពេលខែទៅមើលអូម្ចាស់ហាងតែបានជួបគាត់ពិតមែនឬអត់ព្រោះមុននោះក៏ធ្វើមកដូចជាមិនសូវសប្បាយចិត្តសោះហើយហ៊ីរ៉ូក៏បានមកបបួលខៃម្ដងទៀតចំមកពេលដែលគ្នាកំពុងតែត្រៀមខ្លួនងូតទឹកបើកទ្វារមុខខ្វាក់ឃើញគេដោះអាងក៏ស្លន់ស្លោឬក៏មកជែកប្រាប់ម្ដងទៀតទៅជាមួយគ្នាទៅគឺទៅញ៉ាំមីឆាជាមួយគ្នាទៅលេងដួសកូនត្រីហើយយកមកចិញ្ចឹមនៅក្នុងផ្ទះផងខៃក៏ថានៅផ្ទះអត់មានទូចិញ្ចឹមផងហ្នឹងតែក្រោយមកគេក៏អូខេនឹងតឹងរងចាំទៅចោឬគេក៏បបួលឲ្យមកងូតទឹកជាមួយគ្នាម្ដងប្រុងស្រាត់នៅមុខនឹងទៀតណាគាត់ក៏បាត់ធ្វើយ៉ាងលឿនហើយកូនប្រុសក៏ញឹមមានក្តីសុខបានញ៉ោះក៏លេងអូកាលមកដល់ពេលចូលគេងស្រាប់តែបានលឺសំឡេងកណ្ដឹងដែលនៅចោលនៅខាងក្រៅក៏ធ្វើឲ្យខែនឹកដល់ការពីមុនដែលពួកគេបានមកដេកលេងនៅខាងក្រៅជាមួយគ្នាហើយយប់នេះក៏ថានឹងទៅលេងពិធីបុណ្យផ្កាយជាមួយគ្នាផងដែរតែគេក៏បានទៅតាមសន្យាព្រោះបដូរផ្ទះថ្មីចាប់ពីថ្ងៃនេះហើយដែលពួកគេលេងបានជួបគ្នាទៀតពេលនោះហ៊ីរ៉ូក៏កំពុងតែគេងលក់តែបាត់ដឹងថាខែតែបាត់តាំងពីពេលណាទេលុះថ្ងៃថ្មីហ៊ីរ៉ូក៏បានមកធ្វើការតាំងពីព្រលឹមដើម្បីឲ្យឆាប់រួចនឹងបានទាន់ពេលចេញទៅដើរលេងតាមការណាត់ណាចំណែកកូនប្រុសក្រោយចេញពីធ្វើការក៏រហ័សត្រឡប់ទៅវិញក៏បានដើរកាត់កន្លែងគេលក់ទូចិញ្ចឹមត្រីក៏ទៅយកមកត្រៀមហាយស្រេចកាត់មករកហ៊ីរ៉ូវិញធ្វើការរួចទាន់ពេលណានឹងបានផ្ញើសារទៅប្រាប់គេថាធ្វើការរួចហើយអត់ទៅចាំជួបគ្នានៅមុខពិធីបុណ្យតែម្ដងទៅពេលដែលរៀបចំខ្លួនប្រុសនៅចេញទៅហើយមេក៏ដាក់ការងារឲ្យធ្វើទៀតត្រូវតែធ្វើឲ្យក្នុងថ្ងៃនេះគ្នាក៏តែសារចង់ទៅតាមការណាត់ផងក្រាញ់ចិត្តមេផងក៏អេអុញអត់ហ៊ានសុំទេពេលនោះប្រធានក្រុមក៏បានស្នើថាការងារហ្នឹងគេជាអ្នកធ្វើឲ្យទៅចោតែមេក៏មិនព្រមព្រោះអ្នកផ្សេងក៏មានការងាររៀងៗខ្លួនហើយឬក៏មកនិយាយឌៀមដាំឲ្យហ៊ីរ៉ូថាការងារប៉ុណ្ណឹងធ្វើតែ2ម៉ោងអីរួចហើយប៉ុណ្ណឹងក៏ធ្វើមិនបានដែរអូក៏ប៉ុន្តែហ៊ីរ៉ូក៏បានដឹងថាការងារដែលគាត់បានដាក់ឲ្យហ្នឹងត្រឹមតែ2ម៉ោងគឺមិនរួចទេតែចុងក្រោយក៏ប្រកែកអីមិនបានឬក៏ផ្ញើសារប្រាប់ខែថាអាចនឹងទៅយឺត2ម៉ោងចូលទៅដើរលេងមុនទៅ2ម៉ោងក្រោយមកក៏មិនឃើញមកវិញគេចាំរហូតដល់យប់ព្រលប់ចាំបាត់ក៏សម្រាប់ចូលទៅកន្លែងបុណ្យតែម្នាក់ឯងទៅរីឯហ៊ីរ៉ូវិញក៏រហ័សធ្វើដំណើរមកកន្លែងណាត់ណាតែពេលមកដល់ក៏ប្រទះឃើញថាពិធីឡើងចប់អស់ហើយកន្លែងលក់មីឆាក៏អស់អ្នកដែលមកលេងក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអស់ដូចគ្នាចុងក្រោយគម្រោងការក៏បរាជ័យអត់បានដើរលេងជាមួយគ្នាដដែលត្រឡប់មកផ្ទះវិញក៏ឃើញខៃកំពុងតែអង្គុយញ៉ាំមីកំពុងធ្វើមិនដឹងហើយថែមទាំងទិញមីឆាមកឲ្យទៀតហ៊ីរ៉ូក៏សួរទៅកន្លែងបុណ្យមែនឬក៏សុំទោសដែលមិនអាចធ្វើតាមសន្យាតែគេក៏មិនថាអីព្រោះពេលទៅហើយក៏នឹកស្មានថាមនុស្សអ៊ូអណាស្ងាត់ជាងការគិតទៅទៀតប្រហែលជាចូលទៅលេងពេលអាចិត្តចប់ដែរហ៊ីរ៉ូឃើញគេធ្វើហើយអញ្ចឹងក៏កាន់តែមិនសប្បាយចិត្តគេក៏ទៅខឹងទៅត្រូវម្យ៉ាងទៅក៏ខំរៀបគម្រោងទុកយ៉ាងល្អណាដល់ពេលបរាជ័យអញ្ចឹងក៏សោកស្ដាយតាមពិតទៅនៅក្នុងក្រុមហ៊ុនក៏ចង់ជួយដែរតែហ៊ីរ៉ូក៏ក្រែងចិត្តនៅធ្វើការតែម្នាក់ឯងរហូតដល់យប់ជ្រៅហ្នឹងកូនប្រុសក៏មិនខឹងដដែលព្រោះដឹងថាគាត់មិនតាំងចិត្តឲ្យខ្លាចទៅជាអញ្ចឹងទេដូច្នេះហើយថ្ងៃនេះក៏កន្លងផុតទៅដល់គ្មានរឿងអ្វីកើតឡើងលុះព្រឹកថ្ងៃថ្មីមកធ្វើការហ៊ីរ៉ូក៏ធ្វើមុខឡើងក្រៀមមិត្តរួមការងារឡើងអត់ហ៊ាននិយាយរកខែក៏បានមកយកអីវ៉ាន់នៅហាងក៏បាននឹកឃើញកាលពីថ្ងៃដំបូងដែលបានសុំអ៊ំម្ចាស់ហាងមកធ្វើការជាមួយពេលនោះគេនៅក្មេងខ្លាំងហើយក៏អត់ចេះអីសោះគាត់អាណឺតក៏ឲ្យសភើតម្រាធ្វើម្ហូបប្រចាំហាងរបស់គាត់យកទៅរៀនសូត្រអីអញ្ចឹងណាតែក្រោយពីរៀនហើយកុំគិតថាធ្វើម្ហូបដើម្បីតែខ្លួនឯងគឺត្រូវតែគិតថារៀនដើម្បីធ្វើឲ្យនរណាម្នាក់ទៅបានហើយបន្ទាប់មកគេក៏បានយកកូនសោហាងទៅឲ្យកូនប្រុសគាត់វិញចង់ចូលទៅសួរសុខទុក្ខគាត់ណាតែបើកូនប្រុសគាត់ហាមអញ្ចឹងហើយក៏មិនដឹងធ្វើម៉េចមានតែកាត់ចិត្តទៅក៏លេចមកកាន់កន្លែងធ្វើការរបស់ហ៊ីរ៉ូគ្រប់គ្នាសប្បាយចិត្តនឹងគិតថាថ្ងៃនេះនឹងបានចេញពីធ្វើការតាមម៉ោងធម្មតាហើយតែភ្លាមនោះមេក៏បានយកការងារមកដាក់ឲ្យហ៊ីរ៉ូទៀតកញ្ញាដែលជា fan BL ឃើញអញ្ចឹងក៏ខឹងជំនួសឬក៏សួរថាមិនបានជាហ៊ីរ៉ូអត់ខឹងអញ្ចឹងយ៉ាងហើយណាស់ក៏គួរតែខឹងតិចដែរនាងមិនមែនមានន័យថាចង់ឲ្យហ៊ីរ៉ូតវ៉ាជាមួយមេអីទេគ្រាន់តែរំសាយអារម្មណ៍ចេញមកខ្លះក៏បានដែរហ៊ីរ៉ូក៏ថាគាត់មានអារម្មណ៍ថាមួម៉ៅដែរហ្នឹងណាតែឲ្យធ្វើម៉េចមកពីគាត់ធ្វើការយឺតដែរហ្នឹងបើអត់ត្រឡប់ទៅផ្ទះតាមម៉ោងធម្មតាប្រហែលជាមិនអាចទៅរួចទេថាហើយក៏គិតដល់ខែដែលមកសងមិញមិនខឹងក៏ប្រហែលជាហាត់ផលស្តៀងគ្នានឹងឯងទោះជាខឹងឬមួម៉ៅមិនក៏ដោយចុងក្រោយគ្រប់យ៉ាងក៏នៅតែដូចដើមមិនអាចកែប្រែអ្វីបានម្យ៉ាងទៀតខែក៏ប្រហែលជាបានដឹងស្រាប់ហើយថាយ៉ាងណាគាត់ក៏មិនអាចទៅតាមសន្យាបានណាទៅបំបត្តិរំពឹងអ្វីច្រើនបែបថាត្រៀមចិត្តរួចហើយអីចឹងពេលត្រឡប់មកដល់ផ្ទះវិញក៏បានឃើញគេកំពុងតែគេនៅលើសាឡុងហើយក៏ឃើញមើលសភើរបៀបធ្វើបាយប្រអប់ឈឺទៀតពេលនោះគេក៏ភ្ញាក់ផ្គេងឬក៏ងើបទៅកំដៅម្ហូបឲ្យញ៉ាំស្រាប់ពេលនោះដែរហ៊ីរ៉ូក៏ថាចង់ធ្វើអ្វីម្យ៉ាងដើម្បីសងដែលអត់បានទៅដើរលេងជាមួយគ្នាម្សិលមិញណាគេក៏ថាមិនបាច់ទេមិនបានគិតអីច្រើនផងតែគាត់ក៏មិនព្រមរួចក៏បង្ហាញសភើទាក់ទងទៅនឹង detail ពិធីបុណ្យផ្សេងទៀតថាចង់ទៅលេងពិធីបុណ្យមួយណាលើកក្រោយនឹងបាននាំទៅជាមួយគ្នាតែញ៉ាំអីនឹងខាងក្រៅជាមួយគ្នាអីចឹងណាខែថាបានអញ្ចឹងមកលេងជាមួយគ្នាទៅហ៊ីរ៉ូក៏ភ្ញាក់ទៀតហើយសាច់រឿងក៏បានកាន់មកដល់ពេលចូលគេងគាត់ក៏រអ៊ូថាចង់នាំខែទៅលេងថ្ងៃបុណ្យជាមួយគ្នាមិនមែនចង់មកធ្វើអញ្ចឹងទេ
គេក៏និយាយចំអន់ណាហេរ៉ូចង់ទៅដេតជាមួយគេដល់ថ្នាក់នឹងផងហ៎បែបនេះល្អហើយហេរ៉ូក៏មិនបាច់បញ្ញាប់ធ្វើការឆាប់រួចដូចមុនទៀតណាតែគាត់ក៏នៅមិនអស់ចិត្តគ្រាន់តែប៉ុណ្ណឹងវាមិនអាចលុបលាងកំហុសកាលពីម្សិលមិញបានណាតែភ្លាមនោះខែក៏ចាប់ទីមើលអាប់ក្រាប់ឬក៏ថាហេរ៉ូខ្លួនតូចជាងមុនបាច់ញើសលងពេញហើយបេះដូងលូតញាប់ទៀតគាត់ក៏ដោះសារមិនចាញ់គេក៏សួរបន្តហេរ៉ូបានគិតអីមកលើគេខ្លះអត់ជួយគិតអ្វីម្យ៉ាងមកគេខ្លះទៅគេចូលចិត្តហេរ៉ូណាអូយត្រង់ស្លូតែម្ដងអត់បញ្ឆិតបញ្ឈៀងអីទេពេលនឹងគាត់ក៏រំលាកខ្លួនចាញ់នឹងឲ្យឈប់និយាយអីលេងសើចអញ្ចឹងទៀតទៅខែក៏បបវិញភ្លាមគេមិនដែលលេងសើចទេមានតែហេរ៉ូនឹងហើយដែលចង់ឲ្យខ្លាចជារឿងលេងសើចមកពីប្រឈមមុខជាមួយគ្នាហើយធ្វើឲ្យពិបាកចិត្តមែនគេក៏ដឹងដែរតែហេរ៉ូគឺជាមនុស្សប្រុសធម្មតាបើអញ្ចឹងគេនឹងមិនធ្វើអ្វីដែលហួសព្រំដែនទេតែបើធ្វើចិត្តល្អដូចមុននោះគេនឹងចាត់ទុកថាជាការផ្ដល់ឱកាសហើយណានឹងសុំទោសផងដែលធ្វើឲ្យខ្លាចអញ្ចឹងហេរ៉ូក៏ប្រុងតោះមាត់ដែរណាគេក៏សុំចូលគេងព្រោះត្រូវងើបពីព្រលឹមផងពេលនោះគាត់ក៏ដូចជាកំពុងតែសម្រេចចិត្តចង់ធ្វើមួយម្យ៉ាងដូចគ្នាលុះព្រឹកឡើងខណៈដែលខែកំពុងតែឈររៀបចំបាយប្រអប់យ៉ាងឃ្យូតហេរ៉ូក៏បានដើរមកប្រាប់ថាមានរឿងចង់និយាយជាមួយឬក៏ចូលមកជួយជូតទឹកសស្ដាប់ប្រឡាក់របស់គេឲ្យហើយក៏និយាយឡើងថាពាក្យសម្ដីដែលខែបាននិយាយម្សិលមិញគឺជាការប៉ັດដែលគាត់ចង់ឲ្យគ្រប់យ៉ាងគ្រាន់តែជាការលេងសើចប៉ុណ្ណោះព្រោះមិនដែលគិតថាខ្លួនឯងនឹងមកខ្លាចជាសង្សាររបស់ខែអីទេហើយក៏មិនដែលដឹងដែរតែគាត់ធ្វើខ្លួនយ៉ាងម៉េចតែទុកពេលអស់បន្តិចសិនបានអត់ចាំគាត់រៀបចំអារម្មណ៍ខ្លួនឯងបានស្រួលបួសិនចាំដល់ពេលនោះនឹងដល់ចម្លើយច្បាស់លាស់ទោះបីជាស្ដាប់ទៅវារឿងអាត្មានិយមបន្តិចក៏ពិតមែនខែក៏ហើយចុះមិនបាច់ធ្វើដល់ថ្នាក់នឹងក៏បានឃើញគេនៅធ្វើហីអញ្ចឹងក៏ហួសចិត្តខំតិចគិតមួយយប់ដើម្បីបាននិយាយប្រាប់ឲ្យដឹងគេមកធ្វើបង្ងើអញ្ចឹងវិញគេក៏ថាគិតទៅក៏គ្មានប្រយោជន៍អីដែរទោះជាយ៉ាងណាហេរ៉ូក៏នឹងខ្លាចជារបស់គេតែម្នាក់ដដែលហ្នឹងអូមានទំនុកចិត្តសាហាវអញខ្ញុំជះភាពសង្ហាឲ្យមួយទៀតគាត់តែហួសចិត្តខ្លាំងក្រៅហេរ៉ូត្រឡប់មកពីធ្វើការវិញខែក៏រៀបចំអាហារពេលល្ងាចឲ្យបដាហើយក៏និយាយថាមួយរយៈនេះហេរ៉ូមានទឹកមុខមិនសូវស្រស់ស្រាយសោះគាត់ក៏ឲ្យហេតុផលដោយសារតែចិត្តដល់ថ្ងៃដែលត្រូវបញ្ជូន project ទៅឲ្យក្រុមហ៊ុនណៃអញ្ចឹងមួយរយៈនេះក៏ធ្វើការងាររៀងធ្ងន់បន្តិចបន្ទាប់មកគាត់ក៏សម្រេចចិត្តសួរខែតាមត្រង់ថាបានចូលចិត្តគាត់តាំងពីតូចមកមែនហើយក៏មិនដែលចូលចិត្តអ្នកណាផ្សេងទេមែនអត់កុំប្រកថាមិនបាច់គិតច្រើនថ្នាក់នឹងទេមិនមែនគេមិនដែលចូលចិត្តអ្នកផ្សេងនោះទេគឺគេចូលចិត្តហេរ៉ូបានតែម្នាក់ប៉ុណ្ណោះនិយាយរួមទៅគឺគេច្បាស់លាស់ជាមួយគាត់តែម្នាក់ណាអត់ដែលយកភ្លេចទៅមើលអ្នកណាទេពេលដែលចូលមកចិត្តក៏បានឃើញហេរ៉ូញ៉ាំបន្លាក់មាត់ហើយក៏ជួយជូតឲ្យគាត់ថាបានចាំមិនក៏មិនមករកតាំងពីយូរមករកអាពេលធំហើយដែលណាមិនភ្ញាក់ផ្អើលខែក៏បកស្រាយមកវិញដំបងឡើងគេមិនចង់មករកហេរ៉ូនោះទេដោយសារតែគិតថាហេរ៉ូជាមនុស្សដែលលយដែល cool អីចឹងណាបើសិនជាគេមករកហើយធ្វើឲ្យហេរ៉ូផ្លាស់ប្ដូរគេក៏ទទួលយកមិនបានដូចគ្នាគាត់ក៏សួរថាចុះហេតុអីមិនជាមករកអញ្ចឹងខែក៏បកស្រាយទៀតពេលដែលអូម្ចាស់ហាងធ្លាក់ខ្លួនឈឺក៏គ្មានកន្លែងទៅពេលនោះក៏នឹកឃើញតែម្យ៉ាងថាចង់ជួបមុខហេរ៉ូខ្លាំងណាស់អញ្ចឹងហើយបានជាសម្រេចចិត្តតាមរកហ្នឹងណាដល់ពេលគេនិយាយត្រង់ពេកទៅក៏ស្ងាត់អត់បានឆ្លើយតបអីមកវិញទេកាប់មកថ្ងៃថ្មីមួយទៀតហេរ៉ូក៏បានផ្ញើសារមកប្រាប់ថាថ្ងៃនេះមិនបាច់ត្រៀមអាហារពេលល្ងាចឲ្យទេព្រោះចេញមកផឹកជាមួយនឹងក្រុមការងារក្រៅចាប់ project ហើយតែគាត់ក៏នៅស្ទាក់ស្ទើរអត់ទាន់ហ៊ានផឹកស្រាទេព្រោះខ្លាចសវងថាញ៉ាំម្ហូបនៅខាងមុខក៏ញ៉ាំមិនចូលព្រោះសមនឹងម្ហូបស្នាដៃរបស់ខៃហើយដូច្នេះហើយពេលឃើញមុខម្ហូបផ្សេងក៏គ្មានអារម្មណ៍ថាចង់ញ៉ាំសោះពេលនោះប្រធានក្រុមក៏ហៅឲ្យទៅនិយាយគ្នានៅខាងក្រៅមួយផ្លែតឬក៏ប្រាប់ថាគេនឹងលាឈប់ពីក្រុមហ៊ុនចុងខែនេះហើយបានដឹកបែបនឹងក៏ស្រឡាំងកាំងតែម្ដងព្រោះគាត់ថាបើសិនជាគ្មានប្រធានក្រុមទេខ្លួនក៏មិនអាចសម្រេចចិត្តធ្វើអីបានដែរដូចជាគ្មានទីពឹងអញ្ចឹងណាប្រធានក្រុមក៏ថាហេរ៉ូគួរតែលាឈប់ដែរទៅតែហេរ៉ូក៏អត់ចង់អញ្ចឹងណាព្រោះមិនចង់សាងបញ្ហាដល់អ្នកដទៃមិនចង់ទម្លាក់បន្ទុកឲ្យអ្នកខាងក្រោយណាទោះបីជាដឹងថាខ្លួនអញធ្វើការយឺតមិនសូវប្រកាសដូចបងប្អូនក៏ដោយភ្លាមនោះប្រធានក្រុមក៏ថាមកទៀតហេរ៉ូមិនមែនមិនប្រកាយទេផ្ទុយទៅវិញណាហេរ៉ូពិតជាប្រកាយខ្លាំងណាស់តែអ្នកនៅក្រុមហ៊ុនព្យាយាមដាក់សម្ពាធមកលើហេរ៉ូធ្វើឲ្យមានអារម្មណ៍ថាខ្លួនអញជាមនុស្សអន់អត់សូវបានការដើម្បីគិតថានឹងគ្មានកន្លែងផ្សេងទទួលហេរ៉ូទៀតក្រៅពីទីនេះណាគឺដូចជាការពង្ពួកខួរក្បាលអញ្ចឹងអ្នកដែលប្រកាយគេមិននៅក្រុមហ៊ុននឹងទៀតទេម្យ៉ាងទៀតខាងថ្នាក់លើក៏នឹងតែងតាំងឲ្យហេរ៉ូធ្វើជាប្រធាន project បន្ទាប់ផងដែរហើយហេរ៉ូក៏នឹងត្រូវរងបន្ទុកការងារច្រើនហួសហេតុដូច្នេះហើយក៏គួរតែលាឈប់ទៅមុននឹងអ្វីៗអាក្រក់ជាងនេះទៀតណាតែហេរ៉ូក៏នៅតែបដិសេធថាមិនចាញ់ព្រោះអត់ហ៊ានខ្លាចតែសាំងបញ្ហាដល់បងប្អូនដែលមកក្រោយអីអញ្ចឹងណាមួយក៏មិនសូវមានទំនុកចិត្តដែរបើចេញពីក្រុមហ៊ុននេះទៅមិនដឹងថាទៅរកកន្លែងថ្មីនៅណាបានពេលចូលមកក្នុងវិញផឹកស្រាអស់តាមកៅទៅណាក៏សង្វឹងសន្លប់នៅលើតុបន្ទាប់មកគ្រប់គ្នាក៏ជួយដាក់ហេរ៉ូឲ្យត្រឡប់ទៅផ្ទះវិញប្រាប់អាស័យដ្ឋានមកចំហៅឡានតាក់ស៊ីឲ្យតែហេរ៉ូក៏មិញមកនិយាយគ្នាអត់ដឹងរឿងទេហើយក៏យកទូរស័ព្ទរបស់ហេរ៉ូខលទៅរកខែដើម្បីសួរអាស័យដ្ឋានខណៈពេលនោះខែក៏កំពុងទៅរត់ហាត់ប្រាណនៅខាងក្រៅថែមទាំងបាននៅក្បែរហាងដែលពួកគេផឹកស៊ីទៀតក៏ថាចាំគេទៅទទួលខ្លួនឯងក៏បានដែរខណៈដែលកំពុងទៅរងចាំខែឲ្យមកទទួលហ្នឹងណាមើលរួមការងារម្នាក់ក៏និយាយថាហេរ៉ូជាមនុស្សដែលស្ងៀមស្ងាត់មិនសូវនិយាយស្ដីជាមួយអ្នកណាមិននឹកស្មានថាមានអ្នកផ្សេងមកនៅជាមួយអញ្ចឹងណាប្រធានក្រុមក៏ថាតាមពិតទៅហេរ៉ូកាលពីមុនជាមនុស្សដែលរួសរាយខ្លាំងណាស់ស្វាស្វែងខ្នាស់ខ្លាយនឹងការងារល្អចូលចិត្តស្នា project ថ្មីៗឲ្យក្រុមហ៊ុនរហូតតែយូរទៅក៏ស្រាប់តែផ្លាស់ប្ដូរព្រោះតែសម្ពាធការងារនឹងឯងភ្លាមនោះហេរ៉ូក៏ស្រាប់តែងើបឡើងហើយគោះតុកផាំងប្រងស្ទុះជាមួយអបប្រធាននឹងហើយតែខែក៏បានមកដល់តាន់ចាប់ទីមកវិញយ៉ាងលឿននឹងប្រាប់ថាគេមកទទួលហេរ៉ូទៅវិញហើយសុំទៅដាក់ហេរ៉ូរបស់គេមកសាងបញ្ហាអញ្ចឹងនិយាយដល់ធ្វើភ្នែកល្ង
មាំហួងហែងខ្លាំងលំពេតនឹងឆ្ងល់តែគេបានធ្វើឲ្យខុសមែនបានសម្លក់ថ្លៃដាក់គ្នាអញ្ចឹងណាពេលនាំមកដល់បន្ទប់វិញហ៊ីរ៉ូក៏យំខ្សឹកខ្សួលខូចចិត្តដែលប្រធានក្រុមនឹងលាឈប់ពីការងារហើយបើសិនជាគ្មានគេទៀតក៏មិនដឹងថាត្រូវទៅពឹងអ្នកណាទៀតដែរឬក៏សុំទោសខែដែលឲ្យមកឃើញសភាពរបស់គាត់បែបនេះប្រហែលជាខកបំណងហើយមើលទៅដែលគាត់មិនខួនមិនលត់ដូចមុនទៀតណាតែខែក៏ថាហ៊ីរ៉ូនៅតែជាហ៊ីរ៉ូដូចដើមនឹងឯងកាលពីមុនមនុស្សនៅជុំវិញខ្លួនរបស់គេសុទ្ធតែចូលចិត្តមករកក៏ព្រោះតែអាណិតដោយសារតែគេមានបញ្ហាគ្រួសារអញ្ចឹងហើយមិនជាមិនចង់ទៅតងអីជាមួយអ្នកណាតែហ៊ីរ៉ូខុសពីអ្នកដទៃព្រោះតែហ៊ីរ៉ូនឹងហើយទៅធ្វើឲ្យគេបាក់ចិត្តនឹងជួយគេបានច្រើនណាស់មកដល់ពេលនេះក៏នៅតែចិត្តល្អជួយគេដដែលដូច្នេះហើយហ៊ីរ៉ូមិនបានផ្លាស់ប្ដូរសម្បីតែបន្តិចគាត់បានលឺចឹងក៏កាន់តែយំខ្លាំងលើដើមគេក៏ជួយជូតទឹកភ្នែកឲ្យក្រោយមកគាត់ក៏អរគុណដែលបានមកជួយនិយាយលួងលោមនិងព្រមទទួលស្គាល់មកលើគាត់មិនដែលផ្លាស់ប្ដូរកាន់មកពេលព្រឹកក៏ចេះមករាក់ទាក់គេពីព្រលឹមហើយក៏បានឃើញដាំពេញប៉ោះនៅខាងក្រៅទូចិញ្ចឹមត្រីខ្លាចជាផាំងដាំពេញប៉ោះបាត់គាត់ក៏ឆ្ងល់ណាស់មិនបានជាដាំពេញប៉ោះអញ្ចឹងគេថាប្រតិញ៉ាំពេញប៉ោះហើយនឹងធ្វើឲ្យស្បែកស្អាតស្រស់ស្រាយអីអញ្ចឹងដាំតែមួយខែអីបានផលហើយឬក៏ដេញឲ្យទៅងូតទឹកនឹងបានចេះមកញ៉ាំអាហារពេលព្រឹកដែលគេបានត្រៀមឲ្យចាប់ពីថ្ងៃនោះមកហ៊ីរ៉ូក៏ចាប់ផ្ដើមគិតថានឹងសារគិតពីរឿងរវាងពួកគេឲ្យប្រកបប្រជាជាងនេះព្រោះម៉ូតូពេលនេះហើយក៏នៅតែមិនទាន់ផ្ដល់ចម្លើយឲ្យខៃបានណាខណៈនោះខៃក៏បានចេញពីបន្ទប់គេងល្មមក៏សួរហ៊ីរ៉ូថាមកដល់ផ្ទះម៉ោងប្រហែលគាត់ក៏ប្រាប់ទៅដល់ប្រហែលជាម៉ោង3ភ្លឺនឹងឯងហើយមួយរយៈនេះមិនបាច់ធ្វើម្ហូបចាំទៀតទេព្រោះអាចត្រឡប់មកផ្ទះវិញយូរអញ្ចឹងឬអាចមិនត្រឡប់មកវិញក៏ថាបានបើធ្វើទុកឲ្យមិនបានញ៉ាំក៏ស្ដាយណាគេក៏ដើរចូលមកអបចកេះពីក្រោយហើយក៏សុំអង្វរថាអាចត្រឡប់មកផ្ទះវិញរាល់ថ្ងៃបានអត់គេក៏នៅតែធ្វើម្ហូបចាំដដែលណាអូយស្នៀតប្រុសក្មេងពេលនោះហ៊ីរ៉ូក៏អើយនៅចង់និយាយអ្វីម្យ៉ាងតែខែក៏រំលាកខ្លួនចាញ់ហើយក៏ប្រាប់ថាគេគ្រាន់តែលោលេងទេអីគាត់ឡើងហួសចិត្តក៏លុបមកចាប់គៀបកបែកខៃចេះលោលេងទៅកើតគ្នាខំទៅភ័យមែនតើកាត់មកកន្លែងធ្វើការមេក៏ដើរមកថាឲ្យហ៊ីរ៉ូថាការងារដែលផ្ញើឲ្យមុននោះប្រកាសអត់កាត់ទេធ្វើការឲ្យមានសតិផងកាត់ជាប្រធានគេហើយគឺពេលនេះហ៊ីរ៉ូត្រូវបានតែងតាំងឲ្យធ្វើជាប្រធានក្រុមពិតមែនហ៊ីរ៉ូក៏បានត្រឹមតែសុំទោសទៅពេលងាកមកមើលមិត្តរួមការងារគ្រប់គ្នាក៏ប្រឹងធ្វើការបានសម្រាប់ដូចគ្នាជាពិសេសអូនតូចដែលអង្គុយនៅចំពោះមុខគ្នានៅក្មេងទៅចុះមកធ្វើការក្រៅគេហើយត្រូវមកធ្វើការធ្ងន់ពេលនោះហ៊ីរ៉ូក៏ចាប់ផ្ដើមគិតថាខ្លួនធ្វើតួនាទីជាប្រធានមិនបានល្អសោះឃើញកូនចៅហត់នឿយខ្លាំងក៏មិនដឹងជាជួយយ៉ាងម៉េចព្រោះខ្លួនឯងសឹងតែថារកពេលដកដង្ហើមមិនបានដូចគ្នាហើយក៏ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកមុនដែលមានទំនួលខុសត្រូវនឹងអាចពឹងពាក់បានច្រើនជាងនេះតែគេវិញធ្វើអីមិនបានសោះភ្លាមនោះខៃក៏បានផ្ញើរូបអាហារពេលល្ងាចមកឲ្យមើលហើយក៏ផ្ញើមករកថ្ងៃតែម្ដងទោះបីជាហ៊ីរ៉ូបានត្រឡប់ទៅញ៉ាំក៏ដោយមានផ្ញើវីដេអូមកបញ្ញាមទៀតដោយសារតែកូនចៅធ្វើការមកហត់ច្រើនគាត់ក៏បានទិញអីឲ្យញ៉ាំឲ្យមានកម្លាំងធ្វើការបន្តិចគ្រប់គ្នាក៏រំទទួលយ៉ាងសប្បាយចិត្តណាមានតែអូនតូចមួយដែលអត់ទៅនឹងគេហ៊ីរ៉ូក៏ដើរមកហៅមកញ៉ាំអីជាមួយគ្នាតែក៏បានឃើញតែគ្នាកំពុងតែអង្គុយយំហើយក៏សុំទោសដែលធ្វើការឲ្យអត់ទាន់គេប្រហែលជាទ្រាំលេងបានទៀតហើយគេចង់សុំលាឈប់ពីការងារបានឃើញអញ្ចឹងក៏ដិតគ្នាដែរក៏ឲ្យត្រឡប់ទៅផ្ទះសម្រាប់សិនទៅចាំគិតពីរឿងនេះក្រោយការងារមិនទាន់ហើយក៏ហីទៅសំខាន់ឲ្យតែបានសម្រាប់ឲ្យឆ្អាតសិនណាថែមទាំងប្រាប់ឲ្យគ្រប់គ្នាត្រឡប់ទៅសម្រាប់នៅផ្ទះវិញដូចគ្នាព្រោះដឹងថានឿយហត់គ្រប់គ្នានឹងឯងទៅសម្រាប់យកកម្លាំងណាពេលគ្រប់គ្នាចេញទៅអស់ហើយហ៊ីរ៉ូក៏នៅតែធ្វើការបន្តតែម្នាក់ឯងខែក៏បានផ្ញើរូបអាហារពេលល្ងាចមកឲ្យមើលទៀតលើកនេះក៏ខលទៅថាឲ្យតែម្ដងឲ្យជប់ផ្ញើមកឲ្យមើលទៀតទៅគេក៏បាននិយាយកាត់មកវិញមានអារម្មណ៍ថាចង់ត្រឡប់មកផ្ទះវិញហើយនៅបើហត់ក៏ត្រឡប់មកវិញមកគាត់ក៏ថាចង់ត្រឡប់ទៅផ្ទះវិញដូចតែគ្នាហ្នឹងតែឲ្យធ្វើម៉េចយ៉ាងណាក៏មិនអាចដកខ្លួនចេញទៅបានដែរគេក៏ប្រាប់តែថ្ងៃនេះគេបានទៅជួបប៉ាម៉ាក់របស់ហ៊ីរ៉ូពួកគាត់បារម្ភពីហ៊ីរ៉ូខ្លាំងណាស់ថែមទាំងប្រាប់ឲ្យគេជួយមើលថែទៀតគេមិនចង់ក្បត់ពាក្យសន្យារបស់ពួកគាត់ទេខ្លាចត្រូវពួកគាត់ខឹងហ្នឹងណាម្យ៉ាងទៀតបើហ៊ីរ៉ូលាឈប់ពីការងារក៏គ្មានអ្នកណាខឹងដែរគាត់ក៏បោកមកវិញភ្លាមថាមូលហេតុដែលមិនលាឈប់មិនមែនខ្លាចអ្នកណាខឹងនោះទេតែវាជារឿងផ្សេងគេក៏ថាបើសិនជាមិនចង់ប្រាប់ក៏មិនអីដែរតែក៏មិនសូវខំធ្វើការរហូតធ្លាក់ខ្លួនឈឺឌីអូម្ចាស់ហាងឲ្យសោះភ្លាមនោះគេក៏ប្រុងបិទទូរស័ព្ទហើយណាតែហ៊ីរ៉ូក៏អត់ចង់បិទទេចង់ឲ្យនៅនិយាយជាមួយគ្នាបន្តទៀតក៏ធ្វើជាសួរពីអាការៈរបស់អូម្ចាស់ហាងអីចឹងក្រោយមកក៏ឆ្ងល់ខ្លួនឯងថាមិនក៏មិនចង់ឲ្យគេបិទទៅណោះមានអារម្មណ៍ថាដូចចង់ស្ដាប់សម្ដីរបស់គេអីចឹងណាប្រហែលជាមកពីធ្វើការច្រើនពេកហ្នឹងមើលទៅបានជាអារម្មណ៍ដូចសើសើអញ្ចឹងប៉ុណ្ណឹងអត់តច្បាស់ទៀតណោះថាកំពុងតែគិតអីចំណែកខៃវិញពេលដាក់ទូរស័ព្ទចុះភ្លាមអូម្ចាស់ហាងក៏បានខំមករកផ្លេតប្រាប់តែគាត់ថាចេញពីមន្ទីរពេទ្យហើយម្យ៉ាងទៀតគាត់ក៏នឹងបិទហាងដែរឲ្យគាត់សុំទោសផងគេថាអ៊ំនឹងទៅនៅជាមួយកូនប្រុសមែនមិនបាច់សុំទោសអីគេទេហើយអ៊ំទៅសម្រាប់ចុះព្រោះដឹងថាគាត់អត់ទាន់ស្រួលបួលណាគាត់ក៏មកប្រាប់តែប៉ុណ្ណឹងហើយក៏ថាបើសិនជាមានឱកាសចាំជួបគ្នាទៀតពេលនោះគេក៏អង្គុយធ្វើមុខសេតក្រោយដឹងថាគាត់ជិតចេញពីមន្ទីរពេទ្យហាងក៏បិទទៀតអស់កន្លែងទៅបដោយហ៊ីរ៉ូនេះវិញក៏នៅធ្វើការទល់ភ្លឺអត់បានត្រឡប់ទៅផ្ទះទៀតសំខាន់ប៉ះមេថាឲ្យទៀតណាហើយក៏សួររកឲ្យអូនតូចនៅខាងមុខហ្នឹងមិនក៏អត់ឃើញមកធ្វើការអញ្ចឹងថែមទាំងយកការងាររបស់គេមកធ្វើជំនួសទៀតហ៊ីរ៉ូក៏បកស្រាយថារសារតែគ្នាមានអាការៈមិនសូវស្រួលទើបឲ្យត្រឡប់ទៅសម្រាប់នៅផ្ទះតែពេលមេចិត្តខ្មៅនេះក៏មិនយល់ថែមទាំងឲ្យហ៊ីរ៉ូខលហៅគេត្រឡប់មកធ្វើការវិញឲ្យបានព្រោះតែតម្រើសចិត្តអញ្ចឹងហើយបានគ្រប់គ្នា
ធ្វើអីតាមតែអំពើចិត្តមិនខ្វល់ថាឈឺថាអីទេត្រូវតែត្រឡប់មកធ្វើការខ្លួនឯងឲ្យរួចព្រោះជិតដល់ថ្ងៃកំណត់ហើយតែហេរ៉ូមិនព្រមយ៉ាងណាក៏នឹងធ្វើជំនួសហើយក៏នឹងធ្វើឲ្យទាន់ពេលវេលាតប៉ែមេនឹងក៏ថាមកវិញនិយាយហើយបើអញ្ចឹងក៏មកដោះសារថាហត់ធ្វើការអត់ទាន់ពេលអសោះហើយក៏ដើរចេញទៅកូនចៅក៏សួរថាអូខេអត់អញ្ចឹងណាហេរ៉ូក៏ថាបើគ្រប់គ្នាមិនអូខេអាចចាក់ចេញបានជាងមិនទាន់ហួសពេលប្រយ័ត្នមានសភាពដូចជាគាត់អញ្ចឹងណាដល់ព្រឹកព្រលឹមថ្ងៃថ្មីហេរ៉ូក៏បានត្រឡប់មកផ្ទះវិញនឹងបានជួបខែនៅកំពុងទៅរត់ហាត់ប្រាណល្មមហើយក៏មកអង្គុយនិយាយគ្នាសិនគាត់ក៏ថាពេលបានមកអង្គុយជាមួយគ្នាបែបនេះធ្វើនឹកដល់កាលពីមុនណាមិននឹកស្មានសោះថាជីវិតនឹងខ្លះទៅជាបែបនេះធ្វើការមិនបានដេកគ្រប់គ្រាន់គ្មានពេលឲ្យគ្រួសារនិងមិត្តភ័ក្តិគ្មានពេលបាននៅជាមួយមនុស្សសំខាន់សុខចិត្តលះបង់គ្រប់យ៉ាងដើម្បីតែការងារតែក៏ដូចជាមិនបានផលអីមកវិញសោះដូចជាកំពុងតែប្រើជីវិតទៅយ៉ាងគ្មានប្រយោជន៍អញ្ចឹងតាមពិតទៅមូលហេតុដែលមិនបានលាឈប់ពីការងារក៏ព្រោះតែខ្លាចថាប៉ាម៉ាក់បារម្ភខ្លាចថារកការងារថ្មីមិនបានត្រូវគិតវិញញ៉ែច្រាន់ណាតែចិត្តមួយក៏លួចគិតថាបើសិនជាលាឈប់គ្រប់យ៉ាងក៏នឹងប្រសើរឡើងនឹងធ្វើឲ្យសប្បាយចិត្តជានេះបើមិនធ្វើបែបនេះទេក៏គ្មានអ្វីជាទីពឹងផ្លូវចិត្តទៀតដែរហើយបើសិនជាលោកវាបាត់ទៅក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរគិតទៅក៏ដូចជាមនុស្សល្ងងម្នាក់អញ្ចឹងខែក៏ថាគេយល់ពីអ្វីដែលហេរ៉ូកំពុងតែនិយាយណាព្រោះតែគេគិតថាហេរ៉ូក៏ជាទីពឹងផ្លូវចិត្តដូចគ្នាគាត់បានលឺហើយក៏លើកដៃមកឯសក់របស់គេមានអារម្មណ៍ថាខែនៅពេលនេះក៏អាចស្រឡាញ់ខ្លាំងណាស់អីបែកខែគ្រាន់តែបានលឺអញ្ចឹងក៏គេមកថាហេរ៉ូភ្លាមគាត់ឡើងបានត្រៀមខ្លួនណែមែនតែម្ដងឲ្យចប់ទេណាអោមកថាម្ដងទៀតអត់និយាយអីច្រើនទេក៏ទុកតាំងពីតូចខំអត់ធ្មត់យូរហើយឬក៏ថាមកពីហេរ៉ូកំពុងតែឲ្យដៃគេហ្នឹងមកជាគេទ្រាំអត់បានគាត់ឡើងហួសចិត្តគ្រាន់តែអាយក្បាលសងដល់ថ្នាក់នឹងពេលនឹងខែក៏សួរទៀតហេរ៉ូចិត្តបានចម្លើយហើយនៅគាត់ក៏ថានៅទេសុំទោសផងគេក៏ប្រាប់ថាគេប្រហែលជាមិនអាចនៅចាំបានយូរទៀតទេព្រោះអូម្ចាស់ហាងចិត្តចេញពីមន្ទីរពេទ្យហើយពួកគេក៏បានសន្យានឹងគ្នាហើយតើថានឹងនៅជាមួយគ្នារហូតដល់ថ្ងៃដែលគាត់ចេញពីមន្ទីរពេទ្យមិនអញ្ចឹងអូគេនៅរើចេញអាទិត្យក្រោយនេះហើយហេរ៉ូក៏សួរថានឹងទៅនៅជាមួយគាត់វិញមែនគេក៏ប្រាប់ថាអូម្ចាស់ហាងនឹងទៅនៅជាមួយកូនប្រុសហើយក៏បិទហាងដូចគ្នាពេលនោះហេរ៉ូក៏បារម្ភពីជីវិតរបស់ខែថានឹងធ្វើយ៉ាងម៉េចបន្តទៀតអញ្ចឹងណាគេក៏ងាកមកសួរពីយោបល់ដែរតែហេរ៉ូក៏ផ្ដោតចម្លើយមិនបានកូនប្រុសក៏ថាមានលុយពីការធ្វើការងារផាត់ថាមខ្លះដែរអាចរកបន្ទប់ជួលដែលសមល្មមបានណារួចក៏នាំទៅផ្ទះវិញតែពេលនោះហេរ៉ូក៏អង្គុយសោកស្ដាយព្រោះសោកពេលមិនច្រើនទៀតទេតែពួកគេនឹងបាននៅជាមួយគ្នាទៀតដោយសារតែអ៊ំប្រុសបានព្យាបាលរួចហើយក៏ប្រហែលជាអាចតែមើលគាត់បានណាក៏បានជួបនឹងកូនប្រុសរបស់គាត់ទៀតនឹងថាបានដឹងរឿងរបស់ខែពីប៉ាអស់ហើយថាខែគ្មានគ្រួសារមានខ្លួនតែមួយអញ្ចឹងតាមបញ្ជាការពី6ឆ្នាំមុននៅសុកប៉ារបស់គេក៏សម្រេចចិត្តបើកហាងវិញទាំងតែព្រមព្រៀងគ្នារួចហើយថានឹងមកនៅជាមួយគ្នាតែក្រោយមកក៏ប្រាប់ថាពេលឃើញខែដំបងប៉ាក៏គិតថាខែជាក្មេងដែលមានដងខាងធ្វើម្ហូបក៏ចង់ចិញ្ចឹមបីបាច់បង្ហាត់បង្រៀនឲ្យបន្តវេនអញ្ចឹងណាហើយគាត់ក៏សុំទោសដែលថ្ងៃមុននិយាយមិនល្អដាក់គេអញ្ចឹងក្រោយមកគេក៏បានរៀបចំបាច់ផ្កាដាក់ថយឲ្យអ៊ំប្រុសមកស្អាតទើបតែបានមកជួបគ្នាតាំងពីគាត់ចូលមន្ទីរពេទ្យមកអ៊ំគាត់ក៏ថាចាំបាច់ទិញផ្កាមកឲ្យធ្វើអីគាត់នឹងចេញពីមន្ទីរពេទ្យទៅហើយហ្នឹងតែខែក៏ចង់ទិញមកឲ្យដើម្បីអរគុណគាត់ដែលបានជួយគេកន្លងមកទីបំផុត project របស់ Hero ក៏ត្រូវបានបញ្ចប់គ្រប់គ្នាក៏ធូរទ្រូងដែលអាចធ្វើរួចតាមពេលកំណត់ណាព្រោះតែអូនតូចនោះឈប់មកធ្វើការរហូតHero ក៏ទទួលបន្ទុកទាំងអស់ភ្លាមនោះមេក៏បានដើរមកប្រាប់ថាឲ្យគ្រប់គ្នាត្រៀមខ្លួនសម្រាប់ project ថ្មីនៅអាទិត្យក្រោយនេះទៀតហើយក៏ឲ្យ Hero មកប្រជុំថ្ងៃស្អែកផងតែថ្ងៃស្អែកគឺជាថ្ងៃអាទិត្យណាអីក៏កេងកម្លាំងគ្នាម៉េះភ្លាមនោះកូនចាស់ក៏បបួលគ្នាទៅផឹកបន្តអបអរដែលពួកគេធ្វើ project ចប់ណាឬក៏អរគុណ Hero ដែលជួយបានច្រើនជាងគេបើសិនជា Hero ទៅបានម្នាក់ទៀតមិនដឹងយ៉ាងម៉េចទេតែគាត់ក៏និយាយដាក់ខ្លួនតែអត់ទទួលស្គាល់ថាខ្លួនឯងប្រកែក៏ជួយបានអីទេនឹងបដិសេធអត់ចេញទៅផឹកជាមួយកូនចៅដែរព្រោះចង់ទៅធ្វើការបន្តពេលត្រឡប់មកផ្ទះវិញក៏បានគិតថាបើសិនជាខ្លួនចេញពីក្រុមហ៊ុនណាគង់តែមានអ្នកមកជំនួសដដែលបើសិនជាខាច់ចេញពីផ្ទះរបស់គាត់គ្រប់យ៉ាងក៏នឹងដដែលដូចគ្នាភ្ញាក់ពីគេញ៉ាំអាហារពេលព្រឹកហើយក៏មកធ្វើការប្រើជីវិតដ៏មមាញឹកដូចកាលពីមុនតែក្រោយមកក៏នឹកឃើញតែខ្លួនលេងចង់អញ្ចឹងទៀតហើយអ្វីដែលត្រូវការនៅពេលនេះគឺរកពេលដែលងើបពីគេងពេលដែលញ៉ាំអីពេលដែលងើយទៅមើលតាមបង្អួចនិងពេលដែលបើកទ្វារចូលទៅក្នុងផ្ទះក៏គួរតែមានវត្តមានរបស់ខែនៅរងចាំគ្រប់ពេលព្រោះតែ Hero ក៏មានអារម្មណ៍ថាស្រឡាញ់គេនឹងឯងដឹងចិត្តខ្លួនអញច្បាស់ហើយ Hero ក៏រត់ចូលមកខាងក្នុងក៏បានឃើញខែកំពុងតែអង្គុយចាំនឹងរៀបចំវេលាត្រៀមចេញហែស្រេចគាត់ក៏សួរភ្លាមថាចង់ទៅណាគេថានឹងរើចេញទៅថ្ងៃនេះហើយអ៊ំក៏ឲ្យស្នាក់នៅក្នុងហាងរបស់គាត់មួយរយៈសិនលុះត្រាតែអាចនឹងបន្ទប់ស្នាក់នៅថ្មីបានព្រោះគេមិនចាំបាច់នៅរំខាន Hero ទៀតទេតែពេលនោះគាត់ក៏អង្វរមិនចង់ឲ្យគេទៅណាចង់ឲ្យនៅជាមួយគ្នាបន្តទៀតថ្ងៃនេះក៏នឹងផ្ដល់ចម្លើយគេដែរតែខែក៏ហាមមិនឲ្យប្រាប់គាត់លឺអញ្ចឹងក៏អស់សង្ឃឹមនឹកស្មានតែគេធុញទ្រាន់ដែលត្រូវមករងចាំចម្លើយយូរអញ្ចឹងណាខែក៏បដិសេធតាមពិតទៅកាលពី6ឆ្នាំមុនគេគ្មានបំណងចង់សុំអ៊ំធ្វើការជាមួយទេគេគិតថានឹងចូលញ៉ាំអីនៅក្នុងហាងរបស់គាត់ហើយរត់គេចមិនបង់លុយតែគាត់ក៏ចិត្តល្អថែមទាំងចិញ្ចឹមបីបាច់គេទៀតបើគេមិនទៅបង្ហាញខ្លួនឲ្យគាត់ឃើញម្ល៉េះគាត់ក៏មិនបើកហាងបន្តហើយទៅរស់នៅជាមួយកូនប្រុសយ៉ាងមានក្តីសុខដូច្នេះគាត់នឹងបានដឹងថាមានជំងឺទៅព្យាបាលលឿនជាងនេះបាត់ទៅហើយគេពិតជាខ្លាចបើសិនជាថ្ងៃណាមួយគាត់លែងដឹងខ្លួនវិញហើយព្យាបាលលែងជាព្រោះតែវត្តមានរបស់គេមានឥទ្ធិពលជាមួយនឹងអ្នកដែលជួយមកពាក់ព័ន្ធនិងមិនដែលជួយអ្វីឲ្យអ្នកនៅជុំវិញខ្លួនសោះម្យ៉ាងទៀតគេក៏គិតថាមិនគួរមកជួប Hero ដែរសុំទោសដែលគេមកនិយាយពីសម្ដីអាត្មានិយមអញ្ចឹងតែក៏អរគុណ Hero ដែលបានជួយមើលថែគ្នាកន្លងមកថាហើយក៏
ក៏ដើរចេញទៅទាំងទឹកភ្នែករហេមរហាមភ្លាមនោះហ៊ីរ៉ូក៏បានរំវៃកណ្ដឹងត្រង់វេរងដាហាមមិនឲ្យគេទៅនឹងស្រែប្រាប់ថាប្រកាសហើយថាវត្តមានរបស់ខៃមានអត្តពលសម្រាប់អ្នកដទៃខ្លាំងណាស់តែនេះគឺជាបំណងប្រាថ្នារបស់ខៃមិនអញ្ចឹងហ៎ទៅបានជាមករកគាត់នៅទីនេះម្យ៉ាងទៀតថ្ងៃនេះគាត់ក៏បានដាក់ពេលលាឈប់ពីក្រុមហ៊ុនហើយដែរព្រោះបើនៅតែបន្តធ្វើការនៅទីនោះទៀតក៏ប្រហែលជាមិនអាចផ្ដល់ចម្លើយឲ្យខៃបានទេហើយលើចង់ទៅចោលគ្នាអញ្ចឹងមែនវាមិនយឺតពេលពេកទេអីមកធ្វើឲ្យជីវិតរបស់គាត់ប្រែប្រួលអស់ឆាប់ទទួលខុសត្រូវភ្លាមទីបំផុតក៏លាឈប់ហើយចូលរួមអបអនៅធ្វើអីទៀតកន្លែងហ្នឹងពេលនោះខៃក៏សួរថាចង់ឲ្យគេធ្វើម៉េចទៅហ៊ីរ៉ូក៏ឆ្លើយតបញញឹមថាអាចត្រឡប់មកនៅជាមួយគ្នាវិញមកតែខៃក៏នៅស្ទាក់ស្ទើរគាត់ថាមិនចង់នៅធ្វើជាបន្ទុកអីអញ្ចឹងណាគាត់ក៏ហួសចិត្តប្រាប់ប៉ុណ្ណឹងហើយក៏នៅតែមិនព្រមយល់ទៀតជីវិតពេលនេះចង់ធ្វើអីក៏ធ្វើទៅនឹងមិនបាច់ស្ដាយក្រៅថាជីវិតនឹងគ្មានន័យទៀតមិនអញ្ចឹងហ៎ម្យ៉ាងទៀតជីវិតរបស់គាត់ដែលសេះសល់ក៏បានបកគលឲ្យតែខៃអស់ហើយគ្រាន់តែបានលុយអញ្ចឹងក៏រត់ឡើងមករកវិញភ្លាមគាត់ក៏ប្រុងនឹងរត់ចេញទៅរកដែរតែក៏ដួលព្រុសលង្ខែដល់ចូលមកក្នុងបន្ទប់ប្រាប់ថាមិននេះដូចត្រូវបានសុំរៀបការអញ្ចឹងហ៊ីរ៉ូក៏ឆ្លើយមកថាគឺជាការសុំរៀបការនឹងហើយអូយរួយក៏ស្ទុះចូលមកថាបគេមុនអូមិនខំទុំអីទៅទេបន្ទាប់មកខៃក៏បានហៅឈ្មោះរបស់ហ៊ីរ៉ូដោយការពីក្មេងអញ្ចឹងណាគាត់ក៏អ៊ំអៀនថាកំហឹងអញ្ចឹងអីវាធ្វើឲ្យនឹកដល់ការពីក្មេងតែគេក៏ថាគេមិនមែនជាក្មេងទៀតទេហើយក៏ចូលមកឆ្មក់ថាបគ្នាទៀតរៀងខ្លាំងគួរសមដែរហ្នឹងឬក៏ថាគេចង់ធ្វើជាមួយហ៊ីរ៉ូខ្លាំងណាស់ធ្វើអីគួរតែដឹងហីមិនបកស្រាយទេគាត់ក៏ថាចង់ដូចគ្នាអូ my god ដូចសាំងនឹងភ្លើងបាក់ខៃកូនតលូអញ្ចឹងក៏ចាប់ទាញទៅក្នុងបន្ទប់ភ្លាមឬក៏ចាប់ចានគ្នាទៅលើក្រេព្រោះបរិយាកាសឡើងក្តៅកកកតែក៏ធ្លាក់ថ្លាមក្តុកព្រោះហ៊ីរ៉ូស្រាប់តែរមួលកពើដាច់អារម្មណ៍គ្នាអស់លីងដល់ពេលអញ្ចឹងទៅក៏មិនដឹងនិយាយមិនដែរណាធ្វើមិនបើគ្នាធ្វើការដាច់យប់រហូតលុះព្រឹកឡើងមេនៅក្រុមហ៊ុនក៏បានខលតាមហ៊ីរ៉ូតាំងពីព្រលឹមតែហ៊ីរ៉ូក៏អត់ទទួលខៃក៏សួរថាមិនទទួលអញ្ចឹងពិតជាមិនអីទេអូសុំលាឈប់ក៏មិនមែនមានន័យថាអាចឈប់បានភ្លាមណាគាត់ក៏ប្រាប់ញញឹមថាមិនអីទេយ៉ាងទៀតថ្ងៃនេះក៏ជាថ្ងៃអាទិត្យទៀតរួចក៏ដេកមើលមុខគ្នាបន្តទៅបន្ទាប់មកក៏នាំគ្នាមកអង្គុយនៅខាងមុខដើមពេញប៉ោះដែលចេញផ្លែទុំល្មមញ៉ាំហើយណាតែហ៊ីរ៉ូក៏អត់ហ៊ានកាត់ទេព្រោះស្ដាយអូខំមើលថែគ្នាដូចគ្រួសារដែរអញ្ចឹងខៃក៏ឆក់ក៏ត្រែមកកាត់ខ្លួនឯងច្រាប់រវល់តែក្បោះក្បាច់នៅហ្នឹងហើយបើទុកឲ្យវារលួយចោលក៏កាន់តែយ៉ាប់ទៀតហ៊ីរ៉ូក៏សួរថាយកទៅធ្វើម្ហូបឲ្យញ៉ាំថ្ងៃនេះមែនបើអញ្ចឹងរងចាំយ៉ាងយកចិត្តទុកដាក់តែម្ដងខណៈនោះពួកគេក៏បានមកអង្គុយសម្លឹងភ្នែកគ្នាបំរុងនឹងឲ្យមកថាបគ្នាហើយតែក៏មានសម្លេងផ្ញើសារមកកាត់ចង្វាក់មុនហ៊ីរ៉ូក៏រហ័សទៅមើលក៏បានឃើញថាមានអ្នកផ្ញើរូបក្រុមការងារដែលចេញទៅពេញនៅខាងក្រៅជាមួយគ្នាមានតែអូនតូចនិងប្រធានក្រុមចាស់ទៀតខៃក៏ដល់មកឆក់ទូរស័ព្ទចេញបែបងងៗដែលហ៊ីរ៉ូទៅចាប់អារម្មណ៍រឿងផ្សេងនិយាយទៅរឿងប្រធានក្រុមចាស់នឹងហើយហ៊ីរ៉ូក៏ថាគ្រាន់តែឆ្លើយតបសារអន្តាបើមិនពេញចិត្តចាំតបពេលក្រោយក៏បានដែរប្រុសក្មេងលឺអញ្ចឹងក៏អស់សំណើចព្រោះគេគ្រាន់តែលោលេងសោះហ្នឹងណាគាត់ក៏ហួសចិត្តខ្លាំងទៀតដែរគ្នាខំ serious ណាក្រោយមកពួកគេក៏នាំគ្នាអង្គុយមើលកូនកណ្ដឹងនៅខាងក្រៅជាមួយគ្នាយ៉ាងមានក្តីសុខបន្តបរិយាកាស sweet happy ហើយរឿង perfect propose ក៏បានចាប់ដោយបរិបូរណ៍